ជារៀបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទជិនចន្ទរងក៏ដូចជាមិត្តភ័ក្តិរបស់ខ្ញុំមានដូចជាតាន់រាជសៀងប៉ាវថៃតារ៉ាហើយនិងហាលីហួរថ្ងៃនេះពួកយើងមកបកស្រាយអំពីបច្ចេកមេធើមួយដែលលោកគ្រូតម្រូវឲ្យពួកយើងនិយាយអំពី system ចំនួន6ដែលមានដូចជា file server proxy server web server DHCP server DNS server ក៏ដូចជា database server ផងដែរឥឡូវនេះខ្ញុំចូលទៅកាន់ចំណុចទី1ដែលនិយាយអំពី file server ប៉ុន្តែមុននឹងចូលទៅដល់ចំណុចទី1គឺខ្ញុំមាន note មួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាដែលមុននឹងយើងធ្វើការ install ទៅលើ file system ទាំងអស់ហ្នឹងជាដំបូងយើងត្រូវកំណត់ថា file system របស់យើងគឺ up to date ផងដែរអញ្ចឹងដើម្បី update ទៅដល់Ubuntu របស់យើងអាចប្រើ command មួយនេះបានដែលមានដូចជា sudo apt update and sudo apt update/y option y ហ្នឹងគឺជាការផ្ដល់សិទ្ធិនៅការជ្រើសរើសយក jest នៅពេលដែលយើងចុច install អញ្ចឹងឥឡូវនេះយើងចូលទៅកាន់ទី1គឺ file server ដែល purpose របស់វាហ្នឹងគឺនិយាយអំពីការ allow ទៅដល់ user ក្នុងការ store access ក៏ដូចជាការ manage ទៅលើ file ដែលមាននៅក្នុង network ផងដែរហើយ requirement ក្នុងការបង្កើតនៅ file server គឺមានដូចជាទី1យើងត្រូវមាន Ubuntu server ទី2យើងត្រូវ install Samba ផងដែរដែល Samba នេះគឺជា syntax ឬក៏ function មួយសម្រាប់នៅក្នុង Ubuntu អញ្ចឹងចូលទៅដល់ជំហានទី1ក្នុងការបង្កើតនៅ file server ចំណុចទី1យើងត្រូវតែ install ទៅលើ Samba ដែលនេះគឺជា command សម្រាប់ធ្វើការ install ទៅលើ Samba ផងដែរដែលមានដូចជា sudo apt install ហើយនឹង Samba ហើយ option y គឺជាការ click យក yes automatic ចំណុចទី2គឺជាការ share ទៅលើ directory ឬក៏ការ create ទៅលើ directory share អញ្ចឹងជំហានទី1យើងត្រូវវាយ command sudo make directory option p ក៏ដូចជា directory name ផងដែរនេះគឺជាទីតាំងរបស់ directory ហើយនេះគឺជា option p ដែល option p មានន័យថាគឺជា parent directory ចូលទៅដល់ចំណុចទី2គឺ sudo chon nobody and no group ហើយនឹងទីតាំងរបស់ directory chon ហ្នឹងគឺមានន័យថាអូខេអញ្ចឹងចូលចំណុចនេះគឺ sudo មានន័យថា super user ចំណែកឯ CAON គឺជាការ change owner ការ change ទៅលើ owner nobody គឺជាឈ្មោះរបស់ user ហើយនឹង no group គឺជាឈ្មោះរបស់ group ហើយនេះគឺជាទីតាំងរបស់ directory ដែលយើងត្រូវ share បន្តមកគឺចូលចំណុចបន្ទាប់គឺ sudo ch mode and 073ដើមហើយនឹងទីតាំងដែលយើង share អញ្ចឹងអានេះមានន័យថាដែល ch mode ហ្នឹងគឺមានន័យការ change ទៅលើ mode ហើយនេះគឺជា permission របស់ setting ហើយនេះគឺជាទីតាំងរបស់ share directory ហើយនៅពេលដែលយើងបង្កើតនៅ3ចំណុចនេះហើយគឺមានន័យថាយើងបានធ្វើការ create នៅ share directory បាន successful ហើយអញ្ចឹងយើងចូលទៅដល់ចំណុចបន្ទាប់គឺការ configure ទៅលើ Samba ដែលប្រើ command sudo nano ហើយ etc ក៏ដូចជាទីតាំងរបស់ file share របស់យើងឥឡូវនេះចូលចំណុចបន្ទាប់គឺនេះគឺជាការ add បឋមមួយដែលកន្លែងនេះគឺមានន័យថាឈ្មោះរបស់ file share របស់យើង path គឺជាទីតាំងរបស់ file share របស់យើងហើយអានេះគឺយើង allow ទៅលើ browsable allow ទៅលើ read write allow ទៅលើ guest access កន្លែងនេះគឺគេអត់ allow ទៅលើ read ទេប៉ុន្តែគេ allow ទៅលើ write ពួកអីមានន័យថា read only គេដាក់ no បន្តមកយើងត្រូវធ្វើការ restart ទៅលើ service Samba ផងដែរដែលយើងអាចប្រើទៅលើ command sudo system ctl restart smbd បន្តមកយើងក៏អាចធ្វើឲ្យ client របស់យើងធ្វើការ access ចូលទៅកាន់ Windows server ផងយើងរបស់យើងផងដែរចូលចំណុចបន្ទាប់គឺនិយាយអំពី proxy server ដែល proxy server ខ្ញុំយក switch proxy យកមកប្រើប្រាស់ដែល purpose របស់វាគឺជានិយាយអំពីការ host ទៅលើ website ក៏ដូចជា web application ផងដែរហើយ requirement ក្នុងការបង្កើត proxy server មានដូចជាទី1យើងត្រូវមាន Ubuntu server ទី2យើងត្រូវ install switch នេះគឺជា syntax ឬក៏ឈ្មោះរបស់ proxy server នៅក្នុង Ubuntu ផងដែរ
ដែលការ configuration គឺមានដូចទៅទី1គឺយើងត្រូវការ install ទៅលើ Squid អញ្ចឹងយើងប្រើ command មួយនេះដើម្បីធ្វើការ install គឺ sudo ទៅលើ super user apt install squid ហើយ /y គឺមានន័យថាយើង click យក yes automatic ចំណែកចំណុចទី2គឺការ configure ទៅលើ squid ហើយនេះគឺជា command ក្នុងការ configure ទៅលើ squid មានដូចជា sudo nano ហើយនឹង file directory របស់ squid ផងដែរបន្តមកគឺជាការ add ឬក៏ការ modify ទៅលើ squid ដែលការ add ឬក៏ការ modify ហ្នឹងជាហ៊ានទី1យើងត្រូវដាក់ port របស់ website របស់យើងទី2យើងដាក់ file ARC ទី3គឺយើងធ្វើការ allow ទៅលើ access ឬក៏ដូចជា IPS ផងដែរបន្តមកយើងក៏អាចធ្វើការ replace ទៅលើIP address របស់IP address របស់ user ផងដែរបន្តមកគឺការ restart ទៅលើ switch សម្រាប់ការ restart switch គឺវាស្រដៀងទៅនឹងការ restart file server ផងដែរគឺគ្រាន់តែយើងកែពី Samba ទៅជា switch តែប៉ុណ្្នឹងឯងបន្តមកយើងធ្វើការ configure browser or system to use your server IP មានន័យថាយើងធ្វើការឲ្យ client របស់យើងប្រើប្រាស់នៅ server IP មួយនេះដែលយើងបានកំណត់នៅក្នុង port ឥឡូវនេះចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងសូមបន្តទៀតទៅកាន់មិត្តភ័ក្តិរបស់ខ្ញុំបាទសូមមកដល់ចំណុចមួយខ្ញុំគឺខ្ញុំឈ្មោះថារ៉ាខ្ញុំមកនិយាយអំពីចំណុចទី3គឺ web server ជាមួយនឹង app Apache purpose គឺយើងដំបូងយើងហោះ website ជាមួយនឹង web application requirement របស់វាគឺមានUbuntu server ហើយជាមួយនឹង Apache 2យើងដើម្បី install app ទៅក្នុង Ubuntu របៀប install គឺមានកូដដូចខាងក្រោមដូចជានៅក្នុង Ubuntu មាន sudo apt install apache 2ហើយដូចជា command y ខាងក្រោមនេះខាងក្រោយនេះគឺយើងគឺជា option y ដែលយើងវាទាមទារថាយើង install auto តែម្ដងចំពោះចូលដល់ចំណុចទី2គឺយើង start ហើយជាមួយនឹង enable យើងត្រូវវាយកូដ sudo ហើយ system ctl enable apache 2ហើយចំណុចទី2គឺយើង start ទៅលើ apache 2ដូចគ្នាដោយសារយើងវាយ command sudo system ctl ដូចគ្នាហើយជួលេខ2គឺ flash file ដែលយើងមានហ្នឹងទៅទីតាំងដូចខាងក្នុងហ្នឹងគឺយើងវាយកូដជាមួយនឹង echo hello world from apache 1គឺយើងចង់ flash ទីតាំងណាយើងដាក់ទៅទីតាំងហ្នឹងហើយចំណុចទី3គឺយើងឆែកទៅលើ server website គឺយើង open browser ដើម្បីឆែកទៅលើ website server IP របស់វាហើយ option ចុងក្រោយគឺយើង set up ជាមួយនឹង virtual host គឺយើងវាយកូដដូចខាងក្រោមដូចជា sudo nano ហើយ apache ហើយនឹងទីតាំងរបស់ project របស់យើងបាទចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសូមទៅចំណុចទី4គឺជាចំណុចបន្ទាប់ចូលមកដល់ចំណុចខ្ញុំបានធ្វើតាន់ទៀតឥឡូវខ្ញុំមកនិយាយពី DHCP server ដែល purpose របស់វាគឺដើម្បីassign IP address automatically ទៅដល់ network device ណាមួយហើយក្នុង requirement នេះមាន requirement របស់វាមានដូចជា Ubuntu server ក៏ដូចជា DH server ដែលគឺជាឈ្មោះ function នៅក្នុង Ubuntu server ហើយនេះគឺជា configuring step ដែលទី1យើងត្រូវ install DHCP server ដែលមាន command ដូចជា sudo apt install iac DHCP server ហើយ option y នេះដើម្បីឲ្យវា install automatic ហើយទី2គឺជា configure DHCP ដែលយើងប្រើ sudo nano ក៏ដូចជាទីតាំងរបស់ DHCP server ទី3គឺជា edit ដើម្បី edit ទៅលើ DHCP server ដែលមានយើងអាចដាក់ subnet ក៏ដូចជានេះដែលនេះគឺជា example តែប៉ុណ្ណោះដែលយើងអាចដាក់ subnet គឺជា netmask
តាមតម្រូវការរបស់យើងបានដែលមានដូចជា range option router ក៏ដូចជា option domain name server ដែលយើងអាច ping ទៅបានទី4គឺជាយើងអាច set interface នៅក្នុង DHCP server ដែលយើងប្រើ sudo nano ក៏ដូចជាទីតាំងរបស់ DHCP server ចំណុចទី5គឺជា restart ដើម្បីឲ្យវាដំណើរការយើងប្រើ sudo systemctl restart ក៏ដូចជា ISC DHCP server ហើយប៉ុណ្នេះសម្រាប់ចំណុចរបស់ខ្ញុំបាទជួយជំរាបសួរគ្រូខ្ញុំបាទឈ្មោះហាលីហួរដែលខ្ញុំមកនិយាយពីចំណុចទី5តែចំណុច5នោះនិយាយពី DNS server Binance សម្រាប់ purpose របស់វានោះគឺសម្រាប់មាន translate domain name to IP address គឺ translate ពីអក្សរទៅកាន់លេខវិញតែ requirement របស់វាមាន Ubuntu server ហើយនិង Binance sudo app install Binance ដែល configuration step វាមាន7 step ហើយ step ទី1គឺ install Binance ដែលមាន command DNS sudo apt install Binance ដែល option ដកវាយហ្នឹងគឺមាន yes គឺបានន័យថា yes ឲ្យវា run auto ដែល option ទី2នោះគឺ configure forward zone ដែលមាន command DNS sudo nano Binance ហើយនិងឈ្មោះរបស់ location ដែលទី3គឺ edit Binance របស់ location ដែលមាន example code ដូចខាងក្រោមគ្រូអាចមើលបានដូចខាងក្រោម0 example នេះយើងទៅតាមគ្រូមើលទៅដែលចំណែកឯទី4គឺ creation file របស់ example របស់ location DNS server ដែលមានកូដដូចខាងក្រោមដែរគឺ sudo cp ដោយគ្រូឃើញកូដអញ្ចឹងខ្ញុំបាក់ប្រយោជន៍ដឹងនិយាយថាម៉េចទេដែលចំណុចទី5គឺ create zone file របស់ Binance DB ដែលមាន example code ដូចគ្នាអញ្ចឹងគ្រូវាមានច្រើនគ្រូអាចមើលបានកូដគឺវាមានច្រើនខ្ញុំពិបាកនឹងបញ្យល់ចំណែកឯទី6គឺ restart Binance របស់ server ដែលមាន command sudo system restart Binance ដែលទី7គឺ test របស់ location របស់ server របស់វានឹងដែលមានកូដ lookup នេះ ns lookup ចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណជម្រាបលាលោកគ្រូអូខេឥឡូវមកដល់ចំណុចបន្ទាប់គឺខ្ញុំដល់បង្ហាញនៅចំណុចចុងក្រោយខ្ញុំបាទឈ្មោះសៀងប៉ៅហើយចំណុចចុងក្រោយនេះគឺ data server MySQL ហើយគោលបំណងគឺ store and manage application data ហើយ requirement គឺយើងប្រើម៉ាស៊ីន Ubuntu server ហើយ MySQL server យើងប្រើ sudo apt install MySQL server ហើយ configure step ទី1គឺ secure MySQL ហើយយើងប្រើ command sudo apt install MySQL .server ហើយនឹង /y មានន័យថា yes ហើយយើងប្រើ sudo MySQL resource secure install relation ហើយទី2នោះគឺយើង log into MySQL ហើយយើងប្រើ command sudo MySQL.u ហើយ root .p ហើយទី3គឺ create a database and user ហើយយើងប្រើ SQL create database db/ ឈ្មោះចន្ទរងហើយ create user ចន្ទរងបន្ទាប់មកយើងប្រើវងកញ្ចក់ដាក់ password ហើយយើងប្រើ password 1 2 3ហើយ generate all privilege on the db database ឈ្មោះចន្ទរងហើយយើងគុណជាមួយផ្កាយ to ចន្ទរងហើយ flash privilege ហើយចំណុចទី4នោះគឺ allow remote access យើងប្រើ edit/etc/mysql.configure.d/mysql ហើយយើង configure and read to zone ហើយយើងបន្តមកចំណុចទី5គឺ restart server យើងប្រើ sudo system restart MySQL
ហើយចំណុចចុងក្រោយនេះគឺអត់មានអីទេហើយក៏សូមអរគុណនិងជម្រាបលាលោកគ្រូ